nhom sờ lạnh pin sầm bát thong quật cứ thà đào chỗ váy đáy thung muốn hơi chật rồi bao con nó khăng mấy tên bồn bà hơi sầm mẹp sụp thi với nhom sờ lạnh quật thong quật một cái bật băng cái bạch lọ hơi cô nguồn đai bồn đấy chuyện lý sao cho mùi nâng sụp thi ở bàn đi bà xong chùm riêng xua bông bồn bà lấy dân tư một mình chơi từ mình ngay đây bông bồn vì caประกวดตัวเองก็แล้วก็สุดที่ป่ะจมูกหนึ่งเป็นสมบัติบางคนมาอย่างนี้ยังเคยทากลมได้ระบบแฟนจะประดามการหลายพิเศษนู้ยังเคยมีปต่อไปมีวิดีโอระบบลูกปูเหมือนเนี้ยนะบ่าก็เด็กยังระบายทาลูกปูในซาดนู้บางคนก็ปานเช่นวิดีโอมวยงุนได้từก็แล้วก็สุดที่ต่อไปเช่นวิดีโอนู้ยังเคยทำมีแอดมินมาจำนวนก็โดยจีเนี่ยคอนโทรลจะประดามเลือกยกmộtเวเนจในเรื่องบันไดสังคมบ่าហើយមែនតើទៅបន្ទាប់ពីខ្ញុំបានមើលវីដេអូរបស់ពូនេសាទអំបញ្ញមិញណាបងប្អូនឃើញពីការបកស្រាយរបស់គាត់បាទគោលដៅរបស់គាត់គាត់ថាគាត់ដើម្បីឲ្យកីឡាករសុខធីនឹងមានការឈឺចិត្តហើយខំវឹកហាត់ខំប្រឹងប្រកួតធ្វើយ៉ាងណាឲ្យឈ្នះពេជ្រសម្បត្តិគោលដៅរបស់គាត់ណាបាទគឺចង់ឲ្យកីឡាករសុខធីនឹងគាត់ប្រឹងប្រែងយកការឈឺចាប់យកការតេស្តឌីរបស់គាត់នោះធ្វើជាកម្លាំងចិត្តដើម្បីឲ្យគាត់នឹងប្រឹងហាត់ធ្វើម៉េចឲ្យអាចយកឈ្នះកីឡាករពេជ្រសម្បត្តិហើយប្រជាប្រិយភាពរបស់កីឡាករសុខធីនោះនឹងការឡើងបាទព្រោះថាពេជ្រសម្បត្តិឈ្នះអស់ហើយបងប្អូនគីឡូ60នៅស្រុកខ្មែរសឹងថានៅសល់តែសុខធីហ្នឹងទេបាទនៅសល់តែសុខធីទេអាហ្នឹងគោលដៅរបស់គាត់បាទប៉ុន្តែបងប្អូនអាចចំណុចដែលផ្ទុះការវែកញែកសំណេររវាង fan និង fan រវាងកីឡាករនិងកីឡាកររវាងក្លឹបនិងក្លឹបនេះបងប្អូនគឺជាសិល្បៈមួយដែលធ្វើឲ្យអ្នកទស្សនាអ្នកគាំទ្រគុនខ្មែរហ្នឹងគាត់រំជើបរំជួលតាមហ្នឹងដែរគាត់ចង់ឲ្យការប្រកួតនៅកើតឡើងតែយប់ហ្នឹងបងប្អូនបាទចង់មើលភ្លាមតែម្ដងប៉ុន្តែធ្វើម៉េចគេមានកុងត្រាមានអីត្រឹមត្រូវប្រកួតនៅថ្ងៃទី28ខែមិថុនាបងប្អូនបាទប៉ុន្តែរឿងមួយទៀតដែលកំពុងតែផ្ទុះការវែងញែកមួយទៀតបងប្អូនបន្ទាប់ពីគេឃើញposter មួយគឺកីឡាករពេជ្រសម្បត្តិនោះត្រូវប្រកួតនៅថ្ងៃទី14បងប្អូនគេថា fan ខ្លះគាត់អត់ពេញចិត្តទេគាត់គិតថាកីឡាករពេជ្រសម្បត្តិគួរតែថែខ្លួនគួរតែប្រឹងវឹកហាត់ដើម្បីឲ្យការប្រកួតថ្ងៃទី28នោះជក់ចិត្តណាហើយអ្នកដែលគ្រប់គ្រងពេជ្រសម្បត្តិខ្លះនោះគាត់ខ្លាចពេជ្រសម្បត្តិគាត់ថែខ្លួនអត់ល្អថ្ងៃ28ហ្នឹងគាត់អាចនឹងផ្លាត់ស្នៀតណាមួយអីចឹងទៅប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងមួយចំនួនទៀតគាត់ថាការប្រកួតថ្ងៃទី14នេះបងប្អូនគេថាការប្រកួតថ្ងៃទី14គឺជាការប្រកួតកម្ដៅសាច់ដុំរបស់កីឡាករពេជ្រសម្បត្តិតែកម្ដៅសាច់ដុំប៉ះជាមួយកីឡាករគីឡូយ៉ាងធ្ងន់ដែរបងប្អូនបន្ទាប់ពីមើលប្រវត្តិកីឡាករនោះទៅឃើញឈ្នះយោធិនផងហើយធ្លាប់ប្រកួតនៅវ័ននៅអីឈ្នះច្រើនបងប្អូនណាហើយគាត់ចេះគ្រប់ទម្រង់តែម្ដងហើយប៉ះជាមួយនឹងពេជ្រសម្បត្តិកង់ចេញមករៀមទៀតបងប្អូនបាទប៉ុន្តែកីឡាយើងគិតថាការវាយគ្នាលើសង្វៀនប្រកាសជាមានត្រូវមានទៅមានមកបងប្អូនប្រកាសជាមានទៅមានមកខ្លាចតែផ្លាត់បែកទេបងប្អូនបាទសម្រាប់ខ្ញុំខ្លាចទី1បែកខ្លាចពេជ្រសម្បត្តិបែកធំអីចឹងទៅណាវាអត់ទៀងបងប្អូនពេលខ្លះយើងប្រកួត
យើងថាវាយគេវាយគេរងមកកែងមកបែកឈាមឆុលអីដល់ថ្ងៃទី28ធ្វើម៉េចដេក៏អត់ចិត្តអីក៏អត់ចិត្តហ្នឹង cancel ការប្រកួតទៀតបងប្អូនបាទអ្នកគ្រប់ត្រូលគុណខ្មែរសពថ្ងៃនេះបងប្អូនណាអ្នកគ្រប់ត្រូលគុណខ្មែរឥឡូវហ្នឹងខ្លាចជាងគេបំផុតនោះគឺខ្លាចការប្រកួតរវាងសុកធីជាមួយនឹងពេជ្រសម្បត្តិត្រូវបានលើកពីគឺខ្លាចមែនទែនបងប្អូនណាព្រោះការរងចាំមួយនេះគឺរងចាំយូរមកហើយបងប្អូនពីណាក៏រងចាំដែរទាំងខ្ញុំទាំងគេទៅរោងកាហ្វេមួយនិយាយតែពីពេជ្រសម្បត្តិសុកធីពេជ្រសម្បត្តិបាទអ្នកស្រឡាញ់សុកធីគេថាអេសុកធីមានតែមជាងវាយកងធំក្បាច់ល្អអ្នកស្រឡាញ់ពេជ្រសម្បត្តិនោះគេថាពេជ្រសម្បត្តិធ្ងន់អ្នកឯងក្បាច់អីក្បាច់ទៅដើរចូលវាយវាអញ្ចឹងបើការប្រកួតមួយនឹង cancel អានឹងប្រកាសជាផ្ទុះពេញបណ្ដាញសង្គមទៀតហើយបងប្អូនណាចឹងមានតែជូនពរទេព្រោះធ្វើម៉េចបើគាត់ទទួលការប្រកួតហើយអ្នកខ្លះថាពេជ្រសម្បត្តិទទួលការប្រកួតញឹកពេកអីទៅវាយនៅអាមេរិកតបានផងមកវាយថ្ងៃទី14នៅបាយ័នទៀតអីសម្រាប់ខ្ញុំគិតថាអញ្ចឹងបើគាត់លើកអាការវាយថ្ងៃទី14ហ្នឹងដើម្បីធ្វើការវឹកហាត់អាហ្នឹងខ្ញុំគិតថាល្អជាងប៉ុន្តែធ្វើម៉េចបើសិនជាគាត់វាយអានោះយើងគោរពតាមការសម្រេចចិត្តរបស់គាត់តែប៉ុណ្ណោះហើយមានតែជូនពរឲ្យពេជ្រសម្បត្តិថ្ងៃទី14នោះគឺឈ្នះកីឡាករបរទេសនោះដោយអត់ឈឺសាច់បាទសង្ឃឹមថាអញ្ចឹងចុះហើយយ៉ាងណាយ៉ាងនេះយើងនឹងរងចាំមើលការប្រកួតរវាងសុកធីជាមួយនឹងពេជ្រសម្បត្តិនៅថ្ងៃទី28ទាំងអស់គ្នាបាទហើយមានព័ត៌មានអីថ្មីជាមួយខ្ញុំនឹងព្យាយាមអាប់ដេតមកទៀតខ្ញុំក៏ដូចតែបងប្អូនដែរបងប្អូនគឺតាមតានសុកធីរវាងទាំងពីរហ្នឹងគឺ idol ខ្ញុំទាំងពីរសុកធីជាមួយនឹងពេជ្រសម្បត្តិហ្នឹងគឺសិតតែ idol របស់ខ្ញុំស្រឡាញ់ពេជ្រសម្បត្តិត្រង់គាត់គឺថាដើរចូលវាយដៃធ្ងន់ហើយចិត្តរបស់គាត់នោះខ្លាំងមែនទែនបងប្អូនបាទហើយសម្រាប់សុកធីវិញខ្ញុំស្រឡាញ់គាត់ត្រង់គាត់បកកែបិទបាំងក្បាច់ល្អហើយក៏ធ្ងន់ដែរបងប្អូនណាជាងលេងសើចជាមួយនឹងសុកធីអត់បានទេបាទមកគូនេះកីឡាករណាឈ្នះក៏ខ្ញុំសប្បាយចិត្តដែរព្រោះខ្ញុំនឹងដឹងថាកីឡាករឈ្នះគឺជាកីឡាករជើងខ្លាំងនៅក្នុងគីឡូ60បាទនៅក្នុងប្រទេសខ្មែរកីឡាករណាឈ្នះក៏ខ្មែរដែរបងប្អូនបាទសូមអរគុណមានតែប៉ុណ្្នឹងទេ